មើលទៅទីហ៊ានថៃទប់លេងជាប់ជាមួយនឹងកងកម្លាំងទីហ៊ានកម្ពុជាហើយដែលទីហ៊ានថៃកំពុងតែមានការបាក់ស្បាតចំពោះការវាយប្រហារតដៃអំពីសំណាក់ទីហ៊ានកម្ពុជាបានធ្វើឲ្យទីហ៊ានថៃមួយចំនួនធំកំពុងតែស្លន់ស្លោនៅក្នុងសភាពការដែលខ្លួនមិនអាចនឹកស្មានបានថាទីហ៊ានកម្ពុជាពិតជាមានឥទ្ធិពលខ្លាំងក្លាដែលអាចមានសមត្ថភាពធ្វើសង្គ្រាមតស៊ូជាមួយនឹងប្រជាមិត្តថៃដែលជាអ្នកបំពេញមកលើទឹកដីកម្ពុជាត្រូវបានទីហ៊ានកម្ពុជាវាយបកធ្វើឲ្យទីហ៊ានថៃទន់លងនិងវិលត្រឡប់ក្រោយយ៉ាងអាម៉ាស់ជាទីបំផុតឯណាទៅសម្ដីដ៏ក្លាហានរបស់មេតបថៃមេតបភូមិភាគ1មេតបភូមិភាគ2និងមេតបភូមិភាគ3របស់ថៃតែងតែនិយាយគូក្លឿននិងមើលងាយមកលើកងកម្លាំងរបស់ទីហ៊ានកម្ពុជានិងស្នាក់ថ្នាក់ដឹកនាំកម្ពុជាផងដែរឥឡូវនេះទីហ៊ានកម្ពុជាបានវាយបកយ៉ាងចាស់ដៃបានធ្វើឲ្យមេទីហ៊ានភូមិភាគ1មេទីហ៊ានភូមិភាគ2និងមេទីហ៊ានភូមិភាគ3បើកភ្នែកធំយ៉ាងខ្លាំងហើយនឹកស្មានមិនដល់ថាកងទ័ពរបស់ខ្លួនមានភាពអន់ខ្សោយជាជាងកងទ័ពរបស់កម្ពុជាដែលកងទ័ពកម្ពុជាមានសមត្ថភាពវាយបកទៅលើសត្រូវឈ្លានពានដូចជាថៃជាដើមដែលបំពេញមកលើទឹកដីកម្ពុជានិងបានបើកការវាយប្រហារមកលើកម្ពុជាមុនដែលធ្វើឲ្យខាងភាគីកម្ពុជាមិនអាចអត់ធ្មត់បានចំពោះទង្វើដ៏អាក្រក់លិមួករបស់ថៃទៅកម្ពុជាធ្វើការវាយបកទៅវិញបណ្ដាលឲ្យទីហ៊ានថៃទាំងអស់បាក់ទ័ពនិងរត់ចោលជួរជាច្រើនគ្នាផងដែរនេះគឺជាស្នាដៃរបស់យុទ្ធជនឆ្នើមកម្ពុជាបានធ្វើឲ្យទីហ៊ានថៃមានការភ័យខ្លាចនិងរត់គេចអំពីគ្រាប់របស់កម្ពុជាកំពុងតែបាញ់ផ្លោងនិងបាញ់តទល់ធ្វើឲ្យទីហ៊ានថៃទាំងនោះមិនអាចទប់ទល់ជាមួយនឹងកម្ពុជាឡើយនេះហើយគឺជាឥទ្ធិពលរួបរวมជាតិរបស់កម្ពុជាបានធ្វើឲ្យទីហ៊ានកម្ពុជាព្រមទាំងប្រជាពលរដ្ឋកម្ពុជាមានទឹកចិត្តរួមគ្នាទ្រង់តែមួយជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងគ្រាអាសន្នដែលបានកើតឡើងពីខ្ញុំខ្មែរ KP